អាប់ដេតហាងឆេងមាននៅថ្ងៃពុធទី22ខែ10បើគិតត្រឹមម៉ោង11ហាងឆេងមាសគឺនៅ$4,127ក្នុងមួយអោនហើយសម្រាប់ហាងឆេងមាសកាលពីម្សិលមិញគឺមានការធ្លាក់ចុះមកច្រើនហើយនៅព្រឹកថ្ងៃពុធនេះគឺនៅតែបន្តចុះមកទៀតចុះមកដល់តម្លៃ$4,400ក្នុងមួយអោនហើយសម្រាប់ហាងឆេងមាសតាំងពីម្សិលមិញរហូតដល់ថ្ងៃនេះគឺមានការធ្លាក់ចុះចូល$373ក្នុងមួយអោនដែលស្មើនឹង$449ក្នុងមួយតម្លឹងបើយើងគិតជាជីគឺស្មើនឹង$44សម្រាប់ហាងឆេងមាសគឺមានការធ្លាក់ចុះមកច្រើនបែបនេះអញ្ចឹងយើងអាចរងចាំទិញបាននៅពេលដែលទីផ្សារចុះមករកតម្លៃ$4,071និងតម្លៃខាងក្រោមគឺនៅតម្លៃ$4,400គឺជាតម្លៃឡូកាលពីព្រឹកមិញហើយសម្រាប់តម្លៃលក់យល់ល្អយើងគួរតែលក់នៅតម្លៃដែលខ្ពស់គឺនៅពេលដែលទីផ្សារឡើងទៅរកតម្លៃ$4,212និងតម្លៃខាងលើគឺនៅតម្លៃ$4,278